បងប្អូននេះតេឡេបាទប្រអប់តេឡេចំនួន4ប្រអប់អញ្ចឹងខ្ញុំនាំបងប្អូនមកមើលជន VIP តែម្ដងគាត់ប្រើ4គ្រឿងបងប្អូនបាទ T20P ចំនួន2គ្រឿងហើយនឹង T5 ចំនួន2គ្រឿង T5 របស់គាត់នេះគឺព្រោះបានបងប្អូនណាបាទសេវាកម្មតន់ចិត្តខ្ញុំប្រហែលក៏ដឹងស្គាល់ហើយឃើញដ្រូនដឹងស្គាល់បងប្អូនណាបាទគឺមានផ្លូវទឹកផ្លូវគោកគាត់បាញ់ទាំងអស់បាទ4ដ្រូនមាន4ទូកផ្លូវគោកមានឡានមានម៉ូតូមានលំអបងប្អូនបាទអញ្ចឹងអ្នកដែលគាត់អត់តន់សម្រេចចិត្តនៅក្នុងការហ៊ានទិញដ្រូនកសិកម្ម DJI តែប្រើប្រាស់ធ្វើជាអាជីវកម្មឬក៏ផ្ទាល់ខ្លួនទេបងប្អូនបបិសោតគាត់ទៅហើយបាទគឺនេះគឺជាការរជាមួយនឹងដ្រូនកសិកម្ម DJI ជាអាជីវកម្មអាចថាធំមែនតើបង4គ្រឿងអញ្ចឹងកម្រណាអញ្ចឹងនេះគឺជាការច្បាស់លាស់មួយដែលគាត់ហ៊ានសម្រេចចិត្តធ្វើការទិញណាបាទគាត់បបិសោតបើគាត់យូរហើយគាត់តាំងពីត្រាក់តើម៉ាស៊ីនបុតឥឡូវអញ្ចឹងបច្ចុប្បន្នគាត់ប្រើដ្រូនច្រើនហើយបាញ់បានខ្ទង់គេថារាប់ម៉ឺនហតាហើយបើសរុបទៅណាបាទច្រើនហើយពួកគាត់បាញ់ច្រើនឆ្នាំដែរហើយបងប្អូនអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយទៀតជាមួយខ្ញុំបាទសុភីកុំភ្លេចជួយ follow និង share ក៏ដូចជា share វីដេអូនេះម្នាក់មួយផងឲ្យបងប្អូនដែលគាត់មិនតន់ហ៊ានសម្រេចចិត្តធ្វើការទិញអាចតាក់ទងមកខ្ញុំដើម្បីប្រឹក្សានិងពិគ្រោះយោបល់បានខ្ញុំបាទសុភីជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន